នេះគឺជាវីដេអូទី4នៅក្នុងការរៀន Microsoft Word ចឹងថ្ងៃហ្នឹងយើងមកបញ្យល់លម្អិតនៅក្នុងការបង្កើតតារាងនិងការរៀបចំតារាងក្នុង Microsoft ទាំងអស់គ្នាគឺយើងមានគំរូមួយដែលនៅខាងឆ្វេងអេក្រង់របស់ខ្ញុំដើម្បីបង្កើតតារាងបានយើងចូលទៅបណ្ដោយ Insert របស់យើងឬហើយយើងមើលទៅកាន់ខាងក្រោមយើងឃើញពាក្យថា Table ចឹងនេះគឺជាកាឡាដែលយើងត្រូវការរាប់ហើយចំនួនកាឡារបស់វាគឺវាមាន6ហើយត្រង់ចំណុចដែលខ្ញុំគូររង្វង់ហ្នឹងគឺមានន័យថា3ហ្នឹងគឺយើងរាប់ចូលតែមួយទេហើយចំនួនដែល3ជួរតូចៗហ្នឹងគឺយើងរាប់នៅអាកាឡាធំជាងគេដែលមានប្រវែងវែងពេលយើងដឹងចំនួនកាឡាហើយយើងគាត់ទៅដាក់ម៉ៅលើត្រង់កន្លែងកាឡាហ្នឹងដែលមានចំនួន6បដោយ6ចុះមកក្រោមចំនួន5ទៅយើងដាក់មកចឹងចំនួនកាឡាដែលយើងអូខេយើងចុចគាត់ចុចលើវាមកវានឹង insert កាឡាហ្នឹងឲ្យយើងទៅដល់ពេលហ្នឹងមកយើងមើលតម្រង់កាឡារបស់គេវាមានទូចមានធំយើងគ្រាន់តែទាញវាឲ្យវាតម្រូវគ្រាន់តែត្រួសសិនទៅពេលចុងក្រោយយើងនឹងទាញឲ្យវាត្រូវតែម្ដងចឹងយើងក៏ទាញត្រួសសិនមកមើលទៅពេលយើងតម្រូវអូខេហើយយើងគាត់ថាវាអក្សរបញ្ចូលមកដូចគេហ្នឹងមកលើរបន្តមកទៀតដល់ទៅដូរ font យើង select វាដូរ font ឲ្យវាដូចគេចឹងមកចូលកាឡាទី2ចូលកាឡាទី2ដូចគ្នាយើងវាយអក្សរបញ្ចូលសិនមកបណ្ដោយចំណុចនេះគឺយើងត្រូវបបែកតារាងឲ្យវាមានបន្ទាត់ដេកមួយសិនទៅយើងអាចបបែកតែមានបន្ទាត់បញ្ឆោយចំនួន3នឹងបានដើម្បីបបែកឲ្យវាមានបន្ទាត់ដេកយើងក៏ដាក់ cursor យើងចូលទៅកាន់ layout បន្ទាប់មកយើងទៅលើពាក្យថា slip cell បន្ទាប់មកយើងគាត់តែកំណត់តិចទៅយើងដាក់ខាងលើចំនួន1ពេលនៅខាងក្រោមយើងដាក់ចំនួន2បងយើងបន្តមកទៀតយើងគាត់តែ click ពាក្យថា OK នឹងមកពេលនឹងបបែកយើងបានចំនួនតារាង2តែនៅក្នុងតារាងតែមួយរួចហើយយើងគ្រាន់តែវាអក្សរបញ្ចូលសិនទៅខាងលើយើងបន្តទៅយើងវាអក្សររួចយើងគ្រាន់តែដាក់ cursor នៅខាងក្រោមឬហើយយើងគ្រាន់តែ select តារាងចាប់ពីដែលយើងបានបបែកហ្នឹងយើងគ្រាន់តែ select វាទាំងអស់ហ្នឹងមកselect វាដល់ត្រង់ចំណុចក្រោមហ្នឹងមកបន្តមកយើងទៅកាន់ slip cell ដដែលអ្វីដែលយើងកំណត់គឺយើងកំណត់តែខាងលើទេសម្រាប់ខាងក្រោមដែលមានលេខ5នេះគឺយើងមិនបាច់កំណត់ទេអញ្ចឹងចំនួនកាឡាដែលយើងចង់បានប្រមាណដាក់3អញ្ចឹងយើងវានឹងចេញមកឧជា3យើងតែម្ដងហេអញ្ចឹងបន្ទាប់ពីយើងបានតារាង3ហ្នឹងមកហើយយើងគាត់តែវាអក្សរបញ្ចូលបន្ថែមទៀតទៅបន្ទាប់ពីយើងវាយអក្សរបញ្ចូលរួចហើយយើងគាត់តែមើលគំរូរបស់គេអញ្ចឹងគំរូរបស់គេគឺអក្សរគេនៅចំកណ្ដាលតារាងដើម្បីដាក់អក្សរនៅចំកណ្ដាលតារាងបានគឺយើងគាត់តែ select អក្សរទាំងអស់ហ្នឹងមកយើងចូលទៅកាន់ layout ដដែលយើងមើលត្រង់ចំណុចនេះអញ្ចឹងក្នុងនេះគឺវាមានចំនួនច្រើន option មាននៅកណ្ដាលតែនៅខាងលើមាននៅខាងក្រោមតែនៅចំកណ្ដាលអញ្ចឹងយើងរើសតែចំណុចកណ្ដាលហ្នឹងមកយើងគាត់ទៅ click ប៉ុណ្ណឹងមកគឺវានៅចំកណ្ដាលតារាងអក្សរយើងតែម្ដងអញ្ចឹងសម្រាប់កន្លែងណាដែលខ្វះខាតយើងអាចបន្ថែមបន្ថយយើងបន្តមកទៀតយើងកលេចមើលទៅក្នុងគំរូរបស់យើងគឺក្នុងកាឡារបស់គេគឺមាន color អញ្ចឹងយើងគាត់ទៅ select ក្នុងតារាងរបស់យើងហ្នឹងមកយើង select ខាងតារាងយើងចូលទៅកន្លែងដាក់ color អញ្ចឹងយើងស្វែងរក color ដែលយើងពេញចិត្តហ្នឹងមកគឺថាខ្ញុំដាក់ពណ៌នេះចុះអញ្ចឹងកន្លែងដែលខ្វះខាតយើងអាច select ម្ដងទៀតយើងដាក់ម្ដងទៀតបានជុំបន្ទាប់ពីយើងដាក់ពណ៌ដាក់អីដែលយើងបានពេញចិត្តរួចហើយយើងកលេចទៅមើលកន្លែងត្រង់ថ្ងៃខែឆ្នាំសិក្សាម្ដងអញ្ចឹងកន្លែងនេះគឺវាមានដាច់តារាង3ចំនួន3កំណាត់ណាអញ្ចឹងកន្លែងហ្នឹងយើងគ្រាន់តែ select លើវាប៉ុណ្ណឹងមក select ចំនួន3នឹងពីគ្នាមកតោះមកយើងចូលទៅកាន់ layout រួចហើយយើងគ្រាន់តែចុចពាក្យថា merge cell ហ្នឹងមកវានឹងផ្ដាច់តារាងឲ្យយើងអញ្ចឹងកន្លែង merge cell ហ្នឹងយើង select ត្រង់ណាគឺវាផ្ដាច់ត្រង់ហ្នឹងឲ្យយើងអញ្ចឹងដូចកន្លែងនេះហ្នឹងយើងគ្រាន់តែ select ប៉ុណ្ណឹងយើងចុច merge cell ហ្នឹងមកអូខេអញ្ចឹងអ្វីដែលយើងបានតម្រង់ប៉ុណ្ណេះហើយគឺយើងអាចវាយបញ្ចូលអក្សរបានហើយ
ចឹងតួអក្សរដែលសពប្រមាណយើងគាត់ប្រវាយបញ្ចូលហើយសិនមកអូខេអញ្ចឹងមកដល់កន្លែងត្រង់ចំណុចកាឡានេះចំណុចកាឡានេះគាត់ទៅ select ដូចគ្នាអញ្ចឹងមកណានេះគាត់ទៅ select ចំនួនប្រមាណកាឡាជា2កាឡាហ្នឹងមក select ឲ្យចុចមើល cell ហ្នឹងមកយូរបដាច់ឲ្យយើងចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងសិនហើយចឹងយើងជួបគ្នានៅវីដេអូបន្តទៀតហើយសង្ឃឹមថាមេរៀននេះខ្ញុំបានបរៀនអ្នកគ្នានឹងយល់ចឹងយើងអាចអនុវត្តជារៀងរាល់ថ្ងៃជាមួយគ្នាហើយយើងតាមវីដេអូបន្តទៀតអរគុណ